box for អូខេ box for គឺ class របស់យើងគឺ b4 ណា b4 អញ្ចឹងខ្ញុំចង់បានពីបន្ទាត់ទី2អញ្ចឹងអានឹងយើងដាក់ grid អី grid row ណាអូខេ grid row អញ្ចឹងខុសគ្នាណាមិនមែន grid មិនមែន grid for មិនមែន grid column ទេណាគឺ grid row ព្រោះយើងចង់បានបន្ទាត់ជាជួរឈោមកចែយើងចង់បានណា box for ប្រឈោអញ្ចឹងខ្ញុំដាក់ពីបន្ទាត់ទី2មកបន្ទាត់ទីម៉ាន2 3 4មកបន្ទាត់ទី4ណាអូខេអូខេដាក់មកបន្ទាត់ទី4ប៉ុន្តែវានឹងលោតមកខាងមុខនេះតែអញ្ចឹងបើសិនតែយើងចង់កុំឲ្យវាលោតទៀតគឺយើងដាក់ចឹងទៀតណាយើងដាក់ grid column មួយទៀតណាពីព្រោះវាចាប់មក column ទី1បើយើងអត់ដាក់ឲ្យទេអញ្ចឹងយើងត្រូវដាក់ column ទីម៉ានអាហ្នឹងគឺ grid column គឺបន្ទាត់ទី4ណាបន្ទាត់ទី4ទៅបន្ទាត់ទី5អញ្ចឹង4 5អញ្ចឹងវានឹងចេញឲ្យយើងហើយអញ្ចឹងហេតុអីបានមិញវារត់មកខាងនេះដោយសារតែយើងអត់មានដាក់ column ឲ្យវាអញ្ចឹងកាលណាអត់ដាក់ column ឲ្យវាគឺ default របស់វាត្រូវរត់មក column ទី1ហើយត្រូវរត់មកបន្ទាត់ទី1ហើយអញ្ចឹងបើយើងចង់ឲ្យវានៅបន្ទាត់ហ្នឹងតែគឺយើងត្រូវដាក់ column ដាក់ grid column ឲ្យវាណាអូខេអញ្ចឹងហើយខ្ញុំចង់បាននេះទីឥឡូវខ្ញុំថាទី9យ៉ាងទី9ហ្នឹងខ្ញុំចង់បានពីទី9មកដល់នេះអញ្ចឹងចាប់ពីបន្ទាត់ទី2ទៅដល់បន្ទាត់ទី5ណាអញ្ចឹងដូចគ្នាធម្មតាទេអាហ្នឹងសម្រាប់ row អត់បញ្ហាទេយើងដាក់ b ម៉ានមិញខ្ញុំដាក់ b 9ណា b 9 grid row grid column ណាគឺអាហ្នឹងវារក column នេះគឺ grid column ណា grid column ពីបន្ទាត់ទី2ដល់បន្ទាត់ទី5អូខេវានឹងចេញឲ្យ